បាទជំរាបសួរដល់អាណាព្យាបាលទាំងអស់ជាទីរាប់អានបាទក៏តាមមួយចំនួនដែលជួយឪពុកម្ដាយក្នុងការដោះស្រាយនៅបញ្ហាក្មេងរឹងរូសបាទឬក៏កូនមិនសូវស្ដាប់បង្គាប់បាទមនុស្សពេញវ័យមានចរិតរឹងរូសបាទចរិតទាំងអស់នេះតែងកើតមានក្នុងទំនាក់ទំនងក្នុងការរស់នៅបាទនៅក្នុងគ្រួសារមួយចំនួនដែលធ្វើឲ្យអាណាព្យាបាលមានភាពហត់នឿយទាំងចិត្តនិងទាំងកាយតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យក្មេងមានចរិតរឹងរូសរបៀបនេះបាទយើងមាន4កត្តាទី1គឺការចង់បង្ហាញនៅឯករាជ្យភាពក្មេងចាប់ផ្ដើមដឹងថាខ្លួនគេជាបុគ្គលម្នាក់បាទដាច់ដោយឡែកហើយចង់សាកល្បងនៅការសម្រេចចិត្តទី2នោះគឺការធ្វើអ្វីមួយដោយខ្លួនឯងក្រងរបៀបធ្វើការមានន័យថារាល់ថ្ងៃគេត្រូវធ្វើការងារតាមតែបង្គាប់របស់មនុស្សធំពួកគេក៏ចង់មានការសម្រេចចិត្តឬអំណាចលើការធ្វើអ្វីមួយដោយខ្លួនឯងដែរដូចជាការជ្រើសរើសការទិញស្បែកជើងដែលគេចូលចិត្តការស្លៀកពាក់អ្វីមួយឬការចង់ញ៉ាំអ្វីជាដើមកត្តាទី3គឺការធ្វើឲ្យគេចាប់អារម្មណ៍ឬរវល់ចំពោះខ្លួនក្មេងរឹងរូសពេលខ្លះធ្វើនេះធ្វើនោះទោះបីជាគេដឹងថាការធ្វើហ្នឹងនឹងត្រូវទទួលនៅការស្ដីបន្ទោសពីអាណាព្យាបាលក៏ដោយក៏គេនៅតែធ្វើដែរក្នុងគោលដៅដើម្បីឲ្យពុកម្ដាយឬអ្នកដទៃចាប់អារម្មណ៍មកលើខ្លួនហើយកត្តាទី4គឺការមិនចេះអត់ធ្មត់ឬដោយវិញ្ញាណកូនក្នុងន័យនេះគឺចង់បង្ហាញថាខួរក្បាលផ្នែកគ្រប់គ្រងអារម្មណ៍របស់ក្មេងមិនទាន់លូតលាស់ពេញលេញនៅឡើយដូច្នេះពួកគេពិបាកក្នុងការបដូរពីរបៀបដែលគេកំពុងតែចូលចិត្តលេងត្រឡប់មកធ្វើតាមបង្គាប់ដែលយើងប្រាប់ឲ្យធ្វើណាស់ហើយចំពោះដំណោះស្រាយវិញតើយើងមានដំណោះស្រាយអ្វីខ្លះចំពោះក្មេងដែលមានចរិតរឹងរូសរបៀបនេះបើក្មេងដែលមានចរិតរឹងរូសច្រើនតែជាក្មេងដែលមានឆន្ទៈខ្ពស់បាទជាក្មេងដែលមានចំណុចល្អខ្លះដែរហើយមានវិធីមួយចំនួនដែលយើងគួរតែធ្វើដើម្បីបដូរពីការប្រឈមមុខដាក់គ្នារវាងឪពុកម្ដាយនិងកូនមកជាការសហការធ្វើជាមួយគ្នាវិញបាទក្នុងនេះយើងមាន4ចំណុចដែរទី1គឺការផ្ដល់ជំរឿសបាទជំនួសឲ្យការបញ្ជាឧទាហរណ៍ថាឪពុកម្ដាយគួរកុំនិយាយថាទៅងូតទឹកឥឡូវនេះតែពួកគាត់គួរតែប្រើភាសាថាកូនចង់ងូតទឹកមុនញ៉ាំបាយឬក៏ញ៉ាំបាយហើយចាំងូតទឹកគោលដៅរបស់យើងគឺចង់ឲ្យកូនទៅងូតទឹកអញ្ចឹងទោះជាកូនមូតទឹកមុនញ៉ាំបាយឬញ៉ាំបាយហើយមួយសន្ទុះទៅងូតទឹកគឺកូនទៅងូតទឹកដូចគ្នាអញ្ចឹងយើងសម្រេចគោលដៅរបស់យើងចំណុចទី2គឺការប្រើពាក្យពេចន៍មួយដែលតាក់ទាញគឺមានន័យថាពេលដែលធ្វើរួចកូននឹងទទួលបានពាក្យនេះគឺមានន័យថាជួយឲ្យកូនមានសេចក្តីសង្ឃឹមលើអ្វីដែលពួកគេចង់បានឧទាហរណ៍ថាពេលកូនរៀបចំប្រដាប់ប្រដារៀនសូត្រទុកដាក់រួចរាល់បានត្រឹមត្រូវកូននឹងអាចទៅញ៉ាំនំបានវាប្រសើរជាងនិយាយថាបើមិនរៀបចំប្រដាប់ប្រដារៀនសូត្រទុកដាក់ឲ្យត្រឹមត្រូវទេនឹងមិនឲ្យញ៉ាំនំឡើយបាទរីឯចំណុចទី3គឺការស្ដាប់និងយល់ពីអារម្មណ៍របស់កូនបាទមុននឹងស្ដីបន្ទោសត្រូវបង្ហាញថាអ្នកយល់ពីគេសិន
យល់ពីកូនសិនឧទាហរណ៍ជាម្ដាយម៉ាក់ដឹងថាកូនកំពុងសប្បាយនឹងលេងហ្គេមតាមទូរស័ព្ទហើយកូនពិតជាមិនចង់ឈប់លេងទេមែនទេការធ្វើបែបនេះនឹងធ្វើឲ្យក្មេងមានអារម្មណ៍ថាគេយល់ពីចិត្តរបស់ខ្លួនគេអាចកាត់បន្ថយភាពរឹងរូសបានមួយកម្រិតហើយនឹងអាចស្ដាប់តាមការណែនាំរបស់យើងជាម្ដាយជាឪពុកចំណុចទី4គឺការរក្សាភាពស្ងប់ស្ងាត់ឬហៅថាចិត្តធ្ងន់ជាឪពុកម្ដាយត្រូវចិត្តធ្ងន់បើអ្នកខឹងគឺកូនកាន់តែខឹងបើអ្នកស្រែកកូននឹងស្រែកតាមអ្នកចូលនិយាយដោយសំឡេងធម្មតាតែម៉ឺងម៉ាត់បើកុំបង្ខំធ្វើអ្វីភ្លាមតែត្រូវដាស់តឿនដោយទុកពេលវេលា5នាទីឲ្យគេសម្រេចចិត្តនិងត្រៀមខ្លួនចិត្តទុនតាមកូននៅពេលដែលកូនយំតែរក្សាជំហរនិងគោលការណ៍ឲ្យបានខ្ជាប់ខ្ជួនក្នុងការគោរពវិន័យគ្រួសារបើជារួមមកគ្រួសារដែលមានកូនដែលមានចរិតរឹងរូសឆេវឆាវពុកម្ដាយពិតជាហត់នឿយណាស់ជាពុំខានឡើយតែយើងត្រូវតែព្យាយាមរកដំណោះស្រាយហើយនឹងមូលហេតុបើជារួមមកមូលហេតុដែលក្មេងរឹងរូសទី1គេចង់បង្ហាញពីភាពឯករាជ្យរបស់គេចង់សម្រេចចិត្តដោយខ្លួនឯងទី2ការចង់គ្រប់គ្រងរបៀបធ្វើការគឺបានន័យថាគេមិនចង់ធ្វើអ្វីតាមតែបង្គាប់បញ្ជារបស់មនុស្សធំឡើយទី3គឺការធ្វើឲ្យអ្នករតីឬអាណាព្យាបាលចាប់អារម្មណ៍មកលើខ្លួនហើយទី4គឺការមិនចេះអត់ធ្មត់ដោយសារខួរក្បាលផ្នែកខ្លះគឺវាមិនទាន់រឹងមាំគ្រប់គ្រាន់រីឯដំណោះស្រាយវិញយើងមានដូចជាផ្ដល់ជំរឿសឲ្យគេជ្រើសរើសប្រសើរជាងការបញ្ជាគេឲ្យធ្វើទី2គឺការប្រើពាក្យពេចន៍ដែលផ្ដល់នូវសេចក្តីសង្ឃឹមពេលដែលធ្វើរួចកូននឹងទទួលបានទី3គឺការស្ដាប់និងយល់ពីអារម្មណ៍របស់កូនបាទមុននឹងស្ដីបន្ទោសត្រូវបង្ហាញពីការយល់ចិត្តរបស់គេជាមុនសិនទី4គឺរក្សាភាពស្ងប់ស្ងាត់ឬក៏ចិត្តធ្ងន់បើយើងខឹងកូនរឹតតែរឹងដូចនេះការរក្សាភាពចិត្តធ្ងន់កុំស្រែកកំហុសដាក់កូនហើយទុកពេលវេលាឲ្យគេគិតពិចារណាយ៉ាងតិច5នាទីមុនធ្វើអ្វីមួយកត្តាទាំងអស់នេះហើយដែលអាចជួយរកដំណោះស្រាយមួយចំនួនសម្រាប់អាណាព្យាបាលឬក៏អ្នកគ្រប់គ្រងឬក៏កូនចៅដែលមានចរិតរឹងរូសដើម្បីជួយសម្រាប់បន្ទុកដល់ពួកគាត់បាទ